ព្រះរាជមេដារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នបានសោយព្រះទីវង្គតឬក៏ការសោយព្រះវិឡាល័យទៅហើយព្រះរាជវាំងក្រុងថេពមហានគរព្រះរាជាណាចក្រថៃបានចេញសេចក្តីប្រកាសកាន់ទុកក្នុងរយៈពេល1ឆ្នាំនៅទូទាំងប្រទេសផងដែរព្រះរាជាណាចក្រថៃខណៈពេលនេះមានប្រជាជនថៃគឺមានទុកជាទម្ងន់បងប្អូនប្រិយមិត្តទេសនាគ្រប់គ្នាជាទីរាប់អានយោងទៅតាមសេចក្តីប្រកាសព័ត៌មានដែលចេញពីព្រះបរមរាជវាំងរបស់ប្រទេសថៃគឺក្រុងថេពមហានគរនៃព្រះរាជាណាចក្រថៃឡង់ដែលបានស្ដីអំពីការសោយព្រះទីវង្គតឬក៏ការសោយព្រះវិឡាល័យរបស់សម្ដេចព្រះមហាក្សត្រីព្រះមេដាជាតិថៃផងដែរគឺសម្ដេចព្រះចៅសិរិគតិព្រះបរមរាជនីនាថព្រះបរមរាជនីផាន់ពីលួងជាតិថៃសម្ដេចទ្រង់គឺជាព្រះរាជមេដាបង្កើតរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នគឺសម្ដេចព្រះបាទមហាវិជ្ជរាលង្កនយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះរាជវាំងប្រទេសថៃដែលបានរៀបរាប់ថាសម្ដេចព្រះមេដាជាតិថៃសម្ដេចព្រះចៅសិរិគតិមហាព្រះបរមរាជនីនាថព្រះបរមរាជនីផាន់លួងម៉ែជាតិថៃព្រះអង្គទ្រង់សោយទីវង្គតឬក៏ការសោយព្រះវិឡាល័យនៅយប់ថ្ងៃទី24ខែតុលាឆ្នាំ2025នៅវេលាម៉ោង9យប់និង21នាទីដែលស្ថិតនៅក្នុងមន្ទីរពេទ្យព្រះលួងស្ដេចមហាវិជ្ជរាលង្កននៅក្នុងព្រះជន្មគឺ93ព្រះវស្សានៅក្នុងរាជធានីបាងកកនៃព្រះរាជាណាចក្រថៃឡង់យ៉ាងណាមិញយោងទៅតាមសេចក្តីប្រកាសព័ត៌មានពីព្រះបរមរាជវាំងក្រុងថេពមហានគរបានឲ្យដឹងបន្ថែមថាព្រះសពសម្ដេចព្រះចៅសិរិគតិព្រះបរមរាជនីនាថព្រះបរមរាជនីលួងម៉ែជាតិថៃគឺត្រូវបានតម្កល់ទុកនៅព្រះទីនាំងទុសិទ្ធដ៏ខ្ពង់ខ្ពស់នៅលើមហាកំពូលប្រាសាទវិល័យមាសនៅក្នុងព្រះបរមរាជវាំងនៅក្នុងរាជធានីបាងកកនៃព្រះរាជាណាចក្រថៃនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានដែលស្ដីអំពីយាងសោយព្រះទីវង្គតនោះព្រះមហាក្សត្រថៃព្រះអង្គបានប្រកាសទូទាំងប្រទេសនិងព្រះរាជវង្សានុវង្សនិងពួកនិមឺនពួកមន្ត្រីនិងប្រជារាស្ត្រថៃនៅទូទាំងប្រទេសផងដែរត្រូវកាន់ទុកនៅក្នុងរយៈពេល1ឆ្នាំសម្រាប់ជាការថ្វាយព្រះរាជដំណើរចុងក្រោយនៃការយាងចូលព្រះទីវង្គតនៃសម្ដេចលួងមេដាជាតិថៃនេះទោះបីជាយ៉ាងណាក៏ដោយប្រជាជនរាស្ត្រថៃគ្រប់រូបក៏មានទុកជាទម្ងន់ផងដែរហើយក៏បានថ្វាយព្រះរាជអាឡោះអាល័យជាពន់ពេកចំពោះព្រះញាតិវង្សសានុវង្សនៃព្រះមហាក្សត្រថៃនិងមានចិត្តសោកសង្រេងជាខ្លាំងចំពោះការបាត់បង់ព្រះញាតិវង្សសានុវង្សនិងការបាត់បង់ព្រះមេដាជាតិថៃដោយគ្មានថ្ងៃព្រះអង្គនឹងវិលវិញនោះឡើយកាលដែលស្ដេចនៅមានព្រះជន្មនោះគឺព្រះអង្គតែងតែអប់រំនិងឲ្យដំបូន្មានល្អទៅដល់ប្រជាជនរាស្ត្រថៃគ្រប់រូបនិងគ្រប់ស្រទាប់វណ្ណៈព្រមទាំងខ្សែរាជវង្សសានុវង្សថៃផងដែរឲ្យចេះស្រឡាញ់ទឹកដីនិងស្រឡាញ់ប្រជារាស្ត្រថៃគ្រប់រូបនិងគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គមថៃជាដើមប្រជាជនរាស្ត្រថៃគ្រប់រូបនឹងចងចាំទុកនៅព្រះរាជដំណើរជីវិតរបស់ព្រះអង្គជារៀងរហូតតទៅ